សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយថ្ងៃនេះដែរខ្ញុំមកធ្វើប៉ុនភ្លើងជុំម៉ាស៊ីនបាទនេះដោយជុំម៉ាស៊ីនដែលខ្ញុំទិញមកបាទឥឡូវយើងមកមើលពីកុងទ័រជុំម៉ាស៊ីនដែលខ្ញុំអត់ទាន់បានជួសជុលទេនេះអញ្ចឹងខ្ញុំសាកបញ្ឆេះឲ្យបងប្អូនមើលសិនបាទអានេះយើងអត់ទាន់បានជួសជុលទេអ្នកនរគ្នាបាទនេះម៉ាស៊ីនឆេះហើយអ្នកនរគ្នាពេលនេះវាអត់ដើរទេអញ្ចឹងចាំមើលពេលដែលខ្ញុំជួសជុលហើយថាតើវាដំណើរការឡើងវិញអត់អញ្ចឹងនេះវាអត់ដំណើរការទេយើងអត់បានជួសជុលទេចាំមើលតើពីយើងជួសជុលហើយថាតើវាដំណើរការឡើងវិញអត់អញ្ចឹងអ្នកនរគ្នាបាទបញ្ហាមួយទៀតនោះគឺបញ្ហាទៅលើកុងទ័រម៉ាសុតអ្នកនរគ្នាកុងទ័រម៉ាសុតនៅខាងលើហ្នឹងវាមានបញ្ហាឥឡូវខ្ញុំជួសជុលហើយបញ្ហាបនវាហ្នឹងអាតនិចបនវានេះម្ដងឡើងកប់ម្ដងធ្លាក់ម្ដងឡើងកប់ពេលលាក់ទៅវាឡើងកប់ចឹងពេលខ្លះទៅវាធ្លាក់មកវិញអញ្ចឹងណាពេលខ្លះវាឡើងកប់ជាប់នៅនឹងតែម្ដងនេះអស់គ្នាបាទអញ្ចឹងឥឡូវខ្ញុំជួសជុលហើយហើយប៉លនៅជាប់នឹងធុងរេសវ័រហ្នឹងគឺខ្ញុំដោះមើលដែរអ្នកនរគ្នាឃើញថាវាអត់មានបញ្ហាអីទេបញ្ហាគឺបញ្ហាកុងទ័រក្នុងកាប៊ីននេះក្នុងតាប់ឡូហ្នឹងដែលវាមានបញ្ហាឥឡូវខ្ញុំជួសជុលហើយឃើញថាវាដំណើរការមកធម្មតាឡើងវិញហើយនៅតែជុំម៉ាស៊ីនទេជុំម៉ាស៊ីនវាអត់ដំណើរការខ្ញុំឆែកហើយឃើញថាវាមានបញ្ហាដោយជុំម៉ាស៊ីនជាប់នឹងម៉ាស៊ីនណាអ្នកនរគ្នាបាទវាខូចវាដំណើរការនេះដូចថ្មីដែលខ្ញុំទិញយកមកធ្វើការផ្លាស់ប្ដូរឥឡូវនេះខ្ញុំអត់ទៅបានផ្លាស់ប្ដូរទេឃើញថាវាដំណើរការនេះអ្នកនរគ្នាបាទឥឡូវខ្ញុំប្របាស់កាប៊ីនហើយអ្នកនរគ្នាហើយនេះជាដូចកន្លែងដំណរដោយជុំម៉ាស៊ីនហ្នឹងអ្នកនរគ្នាហើយដោយជុំម៉ាស៊ីនវានៅខាងមុខនេះអ្នកនរគ្នានេះនៅម្ដុំនេះអ្នកនរគ្នានេះដោយជុំម៉ាស៊ីនវានេះនៅខាងមុខនេះហើយដោយដំណរវានៅកន្លែងនេះអ្នកនរគ្នាក្រមឌីឡូម៉ូនេះផ្នែកខាងក្រមនេះអញ្ចឹងយើងដោះដូចនេះវាចេញមកហើយយើងទៅដោះយកដោយជុំម៉ាស៊ីនចេញហើយយើងនឹងធ្វើការផ្លាស់ប្ដូរដោយជុំម៉ាស៊ីនចាស់ចេញអ្នកនរគ្នាបាទនេះដោយជុំម៉ាស៊ីនវានៅខាងមុខម៉ាស៊ីនតែម្ដងអ្នកនរគ្នាឥឡូវខ្ញុំដោះដោយជុំម៉ាស៊ីនបានហើយអ្នកនរគ្នាហើយបនវានោះគឺវាខ្សែវែងអ្នកនរគ្នានេះដោយវាប្រភេទចេះខ្សែវាវែងអញ្ចឹងតែបើបងប្អូនអរគ្នារោប្រភេទខ្សែវែងចេះអត់បានទេបងប្អូនអាចយកខ្សែខ្លីចេះក៏បានដែរនេះខ្សែខ្លីអញ្ចឹងយើងកាត់តវាបានណាកាត់វាមកតខ្សែវាមកក្រៅបានដូចគ្នានេះអស់គ្នាអញ្ចឹងកន្លែងស្នែវាមូលនេះគឺវាដូចគ្នាទេនេះកន្លែងស្នែមូលឃើញទេដូចគ្នាទេអញ្ចឹងខុសតែដូចទេអញ្ចឹងយើងអាចកាត់តដូចបានណាពេលខ្លះយើងរត់បានទេគាត់ហ្នឹងដូចរត់ចំមិនវាអញ្ចឹងអត់មានទេអញ្ចឹងយើងមានតែទិញគាត់ដូចខ្លីនេះយកមកកាត់តមកបាទប្រើបានដូចគ្នាអ្នកនរគ្នាណពេលនេះគឺខ្ញុំចាប់ដោយ sensor ជុំម៉ាស៊ីនចាប់នឹងម៉ាស៊ីនហើយអ្នកនរគ្នានេះដោយថ្មីខ្ញុំចាប់ចូលហើយអ្នកនរគ្នាអានេះដោយ sensor ជុំម៉ាស៊ីនបនចាស់ដែលវាមានបញ្ហាខូចដែលវាខូចនៅមុខនេះអានេះដូច sensor ថ្មីបាទឥឡូវនេះខ្ញុំចាប់រួចរាល់អស់ហើយឥឡូវយើងមកធ្វើតេស្តទាំងអស់គ្នាថាតើវាដំណើរការអត់អញ្ចឹងណាបាទឥឡូវខ្ញុំទម្លាក់កាប៊ីនហើយអ្នកនរគ្នាឥឡូវយើងសាក់បញ្ឆេះមើលទាំងអស់គ្នាថាតើជុំម៉ាស៊ីនវាដើរអត់ហើយវាដើរឡើងវិញអត់
ឃើញថាវាដំណើរការឡើងវិញហើយអ្នកនរគ្នាជុំសិនវាដំណើរការឡើងវិញហើយអ្នកនរគ្នាបាទ